យកម្រាមដៃប៉ះលើអក្សរសរសេរថាព្រះវិន័យមាន13ភាគយើងនឹងឃើញភាគទី1រហូតដល់ភាគទី13បើកឡើងយកម្រាមដៃប៉ះលើអក្សរសរសេរថាព្រះសុត្តន្ត64ភាគយើងនឹងឃើញភាគទី14រហូតដល់ភាគទី77បើកឡើងយកម្រាមដៃប៉ះលើអក្សរសរសេរថាព្រះអភិធម្មមាន33ភាគយើងនឹងឃើញភាគទី78រហូតដល់ភាគទី110បើកឡើងយកម្រាមដៃប៉ះលើអក្សរសរសេរថាព្រះវិន័យមាន13ភាគយើងនឹងឃើញភាគទី1រហូតដល់ភាគទី13បើកឡើងយកម្រាមដៃប៉ះលើអក្សរសរសេរថាព្រះសុត្តន្ត64ភាគយើងនឹងឃើញភាគទី14រហូតដល់ភាគទី77បើកឡើងយកម្រាមដៃប៉ះលើអក្សរសរសេរថាព្រះអភិធម្មមាន33ភាគយើងនឹងឃើញភាគទី78រហូតដល់ភាគទី110បើកឡើងយកម្រាមដៃប៉ះលើអក្សរសរសេរថាព្រះវិន័យមាន13ភាគយើងនឹងឃើញភាគទី1រហូតដល់ភាគទី13បើកឡើងយកម្រាមដៃប៉ះលើអក្សរសរសេរថាព្រះសុត្តន្ត64ភាគយើងនឹងឃើញភាគទី14រហូតដល់ភាគទី77បើកឡើងយកម្រាមដៃប៉ះលើអក្សរសរសេរថាព្រះអភិធម្មមាន33ភាគយើងនឹងឃើញភាគទី78រហូតដល់ភាគទី110បើកឡើងយកម្រាមដៃប៉ះលើអក្សរសរសេរថាព្រះវិន័យមាន13ភាគយើងនឹងឃើញភាគទី1រហូតដល់ភាគទី13បើកឡើងយកម្រាមដៃប៉ះលើអក្សរសរសេរថាព្រះសុត្តន្ត64ភាគយើងនឹងឃើញភាគទី14រហូតដល់ភាគទី77បើកឡើងយកម្រាមដៃប៉ះលើអក្សរសរសេរថាព្រះអភិធម្មមាន33ភាគយើងនឹងឃើញភាគទី78រហូតដល់ភាគទី110បើកឡើង